សូមធ្វើបច្ចុប្បន្នភាពបន្ថែមស្ដីពីស្ថានភាពទីផ្សារហាងឆេងមាសនៅក្នុងទីផ្សារអាស៊ីព្រឹកនេះមានព័ត៌មាន breaking news ដ៏ធំបំផុតចេញពីតុលាការពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកតុលាការបានប្លុកឬក៏បានហាមឃាត់ទៅលើការដាក់ពន្ធរបស់រដ្ឋាភិបាលលោកត្រាំការដាក់ពន្ធនេះដោយតុលាការមើលឃើញថាជាការដាក់ដោយខុសច្បាប់ហើយការដាក់ពន្ធនេះនឹងត្រូវបានប្លុកឬក៏ហាមឃាត់ទៅលើការដាក់ពន្ធទៅលើដែកនិងលុយវិញ្ញោមទៅលើប្រទេសកាណាដាមេស៊ីកូរួមទាំងអឺរ៉ុបមួយចំនួនផងហើយនឹងអាចប្លុកឬក៏ហាមឃាត់លើការដាក់ពន្ធរិះស៊ីបកលតារិះទៅលើចិនដូចជាការដាក់ពន្ធទៅលើការនាំចូលសារធាតុហ្វាន់តាណលឬសារធាតុផលិតគ្រឿងញៀនហើយនឹងសត្វផ្សេងទៀតនេះគឺជាព័ត៌មាន breaking news ដែលចុះផ្សាយនៅក្នុងពេលមុននេះបន្តិចជាង20នាទីដែលធ្វើឲ្យទីផ្សារហាងឆេងមាសមានការសុទ្ធចុះភ្លាមទីផ្សារភាគហ៊ុនអាមេរិកនៅក្នុងកិច្ចសន្យាអនាគតមានការស្ទុះងើបឡើងប្រមាណជាង 2% វាជាដំណឹងល្អសម្រាប់ទីផ្សាររ៉ែងថោជាពិសេសទីផ្សារភាគហ៊ុនអន្តរជាតិហើយតម្លៃប្រេងហាងឆេងមាសទំនងជានឹងអាចរងឥទ្ធិពលបន្ថែមទៀតអំពីព័ត៌មាននេះដូចនេះជាបលរបស់ខ្ញុំគួរតែចាក់ចេញពីទីផ្សារសម្រាប់អ្នកទិញឬមួយក៏រងចាំមើលសភាពការបន្ថែមទៀតមុននឹងធ្វើការទិញឡើងបាទសូមអរគុណ